មកជីកង់ជុំវិញប្រាសាទមួយខ្ញុំទាំងអស់គ្នាចាបាក់វីដេអូមកមានការនៅលើឡានក្រុងទាំងអស់គ្នាអើយនិយាយទៅអត់ទាន់ចេញទៅទេកំពុងតែធ្វើដំណើរទៅខាងប្រាសាទណានិយាយទៅបងក៏យកកង់ទៅដាក់នៅជុំវិញបរិវេណប្រាសាទហើយពេលដែលយើងទៅដល់ហ្នឹងគឺយើងអាចជិះបានតែម្ដងទៅមុននឹងឡើងជិះហើយគេត្រូវគិតកម្ពស់គិតអីទៀតទាំងអស់គ្នាឥឡូវពួកគាត់ពងរើសកង់រើសអីអញ្ចឹងទៅខ្ញុំក៏បានសាកជាមួយនឹងកង់មួយនិយាយពីថាអូយមុនដំបូងគឺដើរអ្នកទាំងអស់គ្នាមិនមែនជិះទេដល់ពេលយូរទៅគេដូរកង់ទូចជាងហ្នឹងទៅក៏បានធ្វើដំណើរចេញទៅនឹងគេនឹងឯងដែរទៅជិះមុនដំបូងហើយនិយាយទៅឡើងញ័រហ្មងព្រោះមនុស្សខានជិះកង់យូរហើយមកទៀតអ្នកទាំងអស់គ្នាក្នុងការជិះកង់ហ្នឹងហើយគឺគេតម្រូវឲ្យយើងជិះទៅតាមខ្សែបន្ទាត់សម្រាប់កង់ហ្នឹងហ្មងដើម្បីមានសុវត្ថិភាពទាំងអស់គ្នាហើយនេះពេលដែលខ្ញុំជិះហ្នឹងគឺខ្ញុំមានជួលអ្នកនាំផ្លូវពីមុខអ្នកទាំងអស់គ្នាហើយនឹងលំមកមួយទៀតតាមពួកខ្ញុំពីក្រោយខ្នងបើសិនជាករណីយើងទៅមុខឡើងរួចយើងអាចឡើងជិះលំមកហ្នឹងអញ្ចឹងណាគេដាក់កង់ដាក់អីដាក់របស់យើងទៅវិញអញ្ចឹងទៅណាមួយគ្នាច្រើនខ្លាំងអ្នកទាំងអស់គ្នាអញ្ចឹងបើមានគាត់ជួយអញ្ចឹងក៏ល្អមួយយ៉ាងដែរបើថាអត់មានគាត់ទេគឺពិបាកឲ្យព្រោះយើងត្រូវជិះផ្លូវព្រៃផ្លូវអីយើងអត់ស្គាល់តំបន់ហ្នឹងទេអញ្ចឹងបើមានអ្នកជួយយើងស្រួលដល់យើងច្រើនអញ្ចឹងណាដូចថាកុំឲ្យវែងផ្លូវឬក៏បានជួយឈប់ចាំគ្នាចាំអីគ្រប់គ្នាហើយបើយើងបន្តដំណើរទៅមុខទៀតសម្រាប់ខ្ញុំអានេះខ្ញុំជិះផ្លូវព្រៃគឺលើកទី1ហ្មងអត់ដែលជិះទេហើយដល់ពេលជិះកង់អត់សូវស្ទាត់អញ្ចឹងទៀតរៀងភ័យខ្លាំងមកឡើងញ័រពេញព្រៃហ្មងក្រោយនេះគឺពួកខ្ញុំបានឡើងមកដល់ប្រាសាទជ្រុងណាសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមិនដែលឡើងមកដល់លើនឹងទេគឺមានអារម្មណ៍ថាប្លែកភ្នែកខ្លាំងហ្មងហើយស្អាតអស្ចារ្យខ្លាំងណាប្រាសាទរបស់ខ្មែរយើងណាមាននៅគ្រប់ទីកន្លែងហ្មងនេះពួកខ្ញុំចុះមកវិញហើយអ្នកទាំងអស់គ្នាហើយក៏បានមកដល់ខ្លងទ្វារតាកៅដែលយើងអាចឈប់សម្រាប់មកផ្លេតទៅថតរូបថតអីលេងហើយចាំយើងបន្តដំណើរទៅមុខទៀតឥឡូវនេះខ្ញុំមកដល់ប្រាសាទបាយ័នហើយអ្នកទាំងអស់គ្នានិយាយទៅមកដល់ប្រាសាទបាយ័ននេះគឺស្អាតមែនតែនព្រោះមកប្រហែលដងក៏អត់ណាយចិត្តដែរហើយអីដែលសម្បូរនៅតំបន់បរិវេណប្រាសាទបាយ័នហ្នឹងគឺសត្វស្វាហ្នឹងហើយអញ្ចឹងបើអ្នកទាំងអស់គ្នាមានរបស់មានតម្លៃឬក៏មានរបស់ញ៉ាំអីគួរតែទុកឲ្យបានស្រួលបួលព្រោះពួកគាត់ជំនាញហ្មងគឺខាងលួចហើយកញ្ឆក់ហ្នឹងអ្នកទាំងអស់គ្នាដូចក្រែមហ្នឹងគឺខ្ញុំបានបកគោលឲ្យគាត់ហ្មងព្រោះឃើញថាគាត់ដើរមកហើយជាមួយនឹងពោតហ្នឹងគឺគាត់បានកញ្ឆក់ពីដៃម៉ាក់មិត្តភ័ក្ដិខ្ញុំអញ្ចឹងប្រយ័ត្នប្រយែងទាំងអស់គ្នាកុំឲ្យចាក់ថ្នាំក្រោយពីនឹងទៀតក៏បានចូលទស្សនាជាមួយនឹងប្រាសាទបាយ័នតិចតួចដែរមុននឹងបន្តដំណើរទៅខាងមុខទៀតតែអត់បានចូលជ្រៅទេបាននៅតែខាងក្រៅនិយាយពីថាគេទៅចង់អស់លេងហើយនៅតែខ្ញុំនឹងឯងយ៉ាប់ជឿនជាមួយនឹងកង់នឹងឯងហើយខ្ញុំក៏បានជិះកាត់មួយប្រាសាទបាភួរនិងប្រាសាទនាង12ដែរអ្នកទាំងអស់គ្នាគ្រាន់តែថាបានចូលទេបានតែត្រឹមជិះកាត់អញ្ចឹងណាហើយនេះគឺជាបងប្រុសដែលនាំផ្លូវឥឡូវគាត់កំពុងតែឈប់ចាំគ្នាយើងផ្សេងទៀតឥឡូវនេះបន្តមកទៀតយើងមកដល់ខ្លងទ្វារជ័យហើយដែលយើងត្រូវបន្តដំណើរឆ្ពោះទៅមុខទៀតនិយាយពីថាដំបងសុបាយយូរទៅដូចជារៀងរអស់ខ្យល់ដែរមកអស្អុយតែម្ដងហើយពួកខ្ញុំក៏មកឈប់ចាំនៅមុខប្រាសាទចៅសាយទេវតាឮថាប្រាសាទនេះស្អាតខ្លាំងណាស់ទាំងអស់គ្នាប៉ុន្តែអត់សូវមានអ្នកមកលេងទេនិយាយទៅខ្ញុំស្ដាយខ្លាំងហ្មងអត់បានចូលព្រោះយើងត្រូវជិះកង់បន្តដំណើរទៅមុខទៀតអញ្ចឹងណាអានេះដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាគឺពួកគាត់នាំយើងជិះផ្លូវកង់ហ្មងអ្នកទាំងអស់គ្នាផ្លូវកង់នេះគឺអាលាក់អស្ចារ្យតែម្ដងខ្ញុំឡើងគឺចឹងហ្មងណាអារលាក់ហ្នឹងមិនសូវបញ្ហាហ្នឹងគឺសម្បូរផ្លូវកោងគឺកោងរហូតបត់ងាកបត់ឡើងណាឡើងមិត្តភ័ក្ដិខ្ញុំអីធ្លាក់ទៅលើកង់ឲ្យពេញហ្នឹងពួកខ្ញុំក៏បានមកឈប់ចាំគ្នានៅមុខប្រាសាទតាកែវនិយាយទៅថាស្អាតចង់ចូលអ្នកទាំងអស់គ្នាហើយប៉ុន្តែយើងដំណើរគឺយើងជិះកង់យើងអត់អាចឈប់ចូលច្រើនទេអញ្ចឹងពេលវេលាយើងអត់ទាន់អញ្ចឹងដំណាក់ណានេះគឺពិបាកហ្មងអ្នកទាំងអស់គ្នាគឺពេលខ្លះផ្លូវហ្នឹងវាមានទួលវាត្រូវឡើងវាអីចឹងគឺជើងយើងអត់មានកម្លាំងយើងធាក់អត់ចង់ទៅមុខគេតែអស់ខ្យល់ណាធាក់តាំងពីព្រឹកក៏ពួកខ្ញុំក៏បានបន្តដំណើរមកដល់ប្រាសាទតាព្រំហើយឥឡូវកំពុងតែសម្រាប់ចិត្តថាចតឈប់ញ៉ាំអីបន្តិចសិនហើយបានដើរចូលលេងប្រាសាទតិចតួចបានបន្តដំណើរទៅមុខទៀតប្រាសាទតាព្រំនេះអស្ចារ្យខ្លាំងអ្នកនរគ្នាសិតតែដើមឈើដុះពីលើប្រាសាទទាំងអស់ហើយប្រាសាទយើងរឹងមាំខ្លាំងមែនតើហ្មងគេថាលើអញ្ចឹងប្រាសាទយើងមានសត្វ dinosaur ឥឡូវមាន dinosaur មែនអីអ្នកនរគ្នាឬក៏នឹងសត្វអីផ្សេងឥឡូវចេញពីប្រាសាទតាព្រំហើយពួកខ្ញុំកំពុងតែឆ្ពោះទៅទិសដៅចុងក្រោយគឺប្រាសាទបន្ទាយក្តីអ្នកនរគ្នាគឺដល់ទីតាំងហ្នឹងគឺគេយកកង់វិញអញ្ចឹងណាខ្ញុំមិនបានថតច្រើនអ្នកនរគ្នាមកដល់ប្រាសាទចុងក្រោយនេះមានអារម្មណ៍ថាគឺអស់ខ្យល់ខ្លាំងហ្មងណាយើងត្រូវដើរចូលទៅខាងក្នុងទៀតគេមានដើមឈើធំមានអីអញ្ចឹងទៅហើយយើងដើរចូលទៅដល់ទៀតបានឃើញប្រាសាទឃើញអីអញ្ចឹងអត់បានថតពីខ្លោងទ្វារខាងមុខមកស្ដាយដែរអានេះខ្ញុំមកមិនលក្ខណៈសៀមរាប Hill អីណាណីទេគឺសៀមរាបហឺតតែនេះគុណនឹង2ហ្មងអ្នកនរគ្នាហឺតពីម្ពិញហើយមកដល់សៀមរាបហឺតម្ដងទៀតគឺអីគេឈឺដៃហើយឈឺគូតនឹងហ្មងអត់មានហត់នឹងអីទេគឺថាកែបកង់វារឹងដល់អញ្ចឹងទៅមានវិបត្តិខ្លាំងមែនតើអ្នកទាំងអស់គ្នាជិះកង់មកខ្ញុំបានដល់ត្រឹមណាគឺជិះត្រឹមហ្នឹងទៅហត់ត្រឹមណាជប់មើលត្រឹមហ្នឹងទៅនិយាយទៅវីដេអូរៀងវែងអត់មានអីច្រើនទៀតទេបាយបាយជួបគ្នាវីដេអូក្រោយ